សាទរពិធីសំណេះសំណាងនិងប្រកោវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឆ្នាំទី1ថ្នាក់បំពន់ភាសាអង់គ្លេសចិននិងកុំព្យូទ័រចំនួន1254នាក់ជូនដល់និស្សិតនៃសាកលវិទ្យាល័យ Berkeley អន្តរជាតិទីតាំងទី2ស្ពានអាកាសចោមចៅដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំ2024-2025នាព្រឹកថ្ងៃសៅរ៍ទី7ខែមិនិនាឆ្នាំ2026សាកលវិទ្យាល័យ Berkeley អន្តរជាតិបានរៀបចំពិធីសំណេះសំណាងនិងប្រកោវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឆ្នាំទី1ចំនួនទី20និងថ្នាក់បំពន់ភាសាអង់គ្លេស EIC ភាសាចិន CIC និងកុំព្យូទ័រ CC ជូនដល់និស្សិតចំនួនទី9ចំនួន1254នាក់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា2024-2025ក្រមអធិបតីភាពឯកឧត្តម Lina Wood សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Berkeley អន្តរជាតិព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតព្រមទាំងនិស្សិតស្ម័គ្រចិត្តសសយកកាយរដ្ឋជាតិកម្ពុជានិងកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យ Berkeley អន្តរជាតិដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Berkeley អន្តរជាតិទីតាំងទី2ស្ពានអាកាសចោមចៅក្នុងកម្មវិធីនេះក៏មានការបង្ហាញចំណាប់អារម្មណ៍របស់តំណាងនិស្សិតចំនួន3រូបជាភាសាខ្មែរភាសាអង់គ្លេសនិងជាភាសាចិនផងដែរជាក្នុងឱកាសនេះឯកឧត្តមបណ្ឌិតរ៉េតចន្ទធួនសាកលវិទ្យាធិការរងនិងជាប្រធានការិយាល័យសិក្សានិងស្រាវជ្រាវនៃសាកលវិទ្យាល័យ Berkeley អន្តរជាតិបានអញ្ជើញមានមតិស្វាគមន៍និងរបាយការណ៍សង្ខេបជូនដល់អង្គពិធីទាំងមូលក្នុងឱកាសនេះឯកឧត្តម Lina Wood សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Berkeley អន្តរជាតិបានអញ្ជើញមានមតិសំណេះសំណាលនិងលើកទឹកចិត្តក៏ដូចជាសរសើរដល់និស្សិតជ័យលាភីទាំងអស់សុទ្ធសឹងជាបញ្ញវន្តប្រកបដោយបញ្ញាញាណជាកម្លាំងស្នូលពោពេញដោយបច្ចេកទេសជំនាញចំណេះដឹងចំណេះធ្វើពិតប្រាកដមានសីលធម៌ល្អប្រពៃមានទំនួលខុសត្រូវនិងប្រើប្រាស់ចំណេះដឹងទៅចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមកម្ពុជានិងឲ្យតម្លៃទៅលើពាក្យថាសន្តិភាពជូនដល់និស្សិតចំនួនទី20ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំ2024-2025ជាចុងបញ្ចប់ឯកឧត្តមសាកលវិទ្យាធិការបានផ្ដល់កិត្តិយសប្រកល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីទាំងអស់និងផ្ដល់កិត្តិយសអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំសាស្ត្រាចារ្យអាណាព្យាបាលនិងនិស្សិតជ័យលាភីទាំងអស់ដែលបានអញ្ជើញចូលរួមនាពេលនោះក្រោមបរិយាកាសរីករាយនៅស្និទ្ធស្នាលយ៉ាងក្រៃលែងដោយនាងខ្ញុំហុងពុតបូរមីផ្សាយចេញពី Berkeley RU សូមអរគុណសូមជម្រាបលាBerkeley International University, the future of global leaders.